តើអ្នកទាំងអស់គ្នាកំពុងតែចំណាយពេលរហូតដល់5-10ម៉ោងនៅក្នុងមួយសប្តាហ៍ដើម្បីស្វែងរកគំនិតបង្កើតវីដេអូស្វែងរកគំនិតនៅក្នុងការសរសេរអត្ថបទហើយយើងត្រូវស្វែងរកគំនិតនៅក្នុងការកាត់តអក្សរឬក៏យើងហៅថា caption នៅលើ editing tool ទៀត creator និងអាជីវកម្មយើងទាំងអស់គ្នាគឺនឹងប្រើកម្លាំងច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាយើងចំណាយពេលដល់ថ្នាក់នេះវាអាចនឹង burn out ដោយសារតែការងារមួយចំនួនធំដែលយើងគ្រប់គ្រងគឺយើងអត់មានអ្នកគេជួយហើយយើងធ្វើដោយដៃខ្លួនឯងផ្ទាល់សម័យនេះហើយអ្នកទាំងអស់គ្នាឬក៏បងប្អូនទាំងអស់គ្នាគួរណាតែយក AI មកជំនួសការងារយើងខ្លះវាមិនមែនជំនួសទៅលើភាពច្នៃប្រឌិតរបស់យើងទេប៉ុន្តែវាជួយកាត់បន្ថយការងារណាដែលសាំញ៉ាំការងារណាដែលចំណាយពេលយូរនិងគិតច្រើនអាចឲ្យវាធ្វើនៅក្នុងរយៈពេលខ្លីហើយយើងមិនសូវស្មុគជាងមុនថ្ងៃនេះគឺយើងមកចែកម្លែកឧបករណ៍ AI ដែលអត់គិតថ្លៃចំនួន7ដែលវាអាចជួយសន្សំសំចៃពេលវេលាបងប្អូនហើយអាចកាត់ម៉ោងដែលបងប្អូនធ្វើពីមុនជាច្រើននៅក្នុងមួយសប្តាហ៍ធូរដែលយើងនិយាយដំបូងគេគ្រប់គ្នាប្រកាសជាស្គាល់ហើយនោះជា ChatGPT បងប្អូនអាចប្រើ ChatGPT ដើម្បីគិតរបៀបនៅក្នុងការធ្វើហុកឲ្យវាស្វែងរកអត្ថបទណាគំនិតនៅក្នុងការសរសេរ content ហើយយើងអាចប្រាប់ពេលវេលាវាជាក់លាក់ idea មួយដែលយើងលេចចេញឡើងហើយវាអាចបង្កើតជា script ឲ្យយើងតាមពេលវេលាដែលយើងកំណត់បាន5នាទី10នាទីឬក៏ short form ខ្លីៗ10 second 20 second អញ្ចឹងទៅឧទាហរណ៍ទី2គឺជា CapCut AI គឺបងប្អូនអាចប្រើវាសម្រាប់នៅក្នុងការដាក់អក្សរនៅលើហ្នឹងឲ្យវារត់ស្វ័យប្រវត្តិឬក៏គេហៅថា auto generated caption យើងអាចដាក់ subtitle ទាំងនោះងាយស្រួលហើយយើងអាច add b-roll ចូលបានភ្លាមៗអញ្ចឹងវាជំនួយការងារបងប្អូនច្រើនមែនតើនៅក្នុងការប្រើ tool នេះឧបករណ៍ទី3ឬក៏ tool ទី3ជា Canva AI គឺយើងប្រើសម្រាប់នៅក្នុងការ design បើសិនជាបងប្អូនជាអាជីវកម្ម SME ការធ្វើ banner គឺវាល្អមែនតើនៅក្នុងអាជីវកម្មរបស់យើងដែលយើងមិនចាំបាច់ទៅរកនរណាគេហើយឆាចលុយទេបើសិនជាយើងចង់ធ្វើវាលឿនហើយដោយខ្លួនឯងយើងអាចរៀននៅលើអ៊ីនធឺណិតបានឧបករណ៍ទី4គឺជា Claude AI វាជា AI មួយដែលមនុស្សនៅជំនាន់ថ្មីនេះគឺនិយមប្រើណាស់ហើយបើសិនជាយើងជា SME ឬក៏ជាអាជីវកម្មទូច Claude AI នេះគឺវាល្អមែនទែនដែលអាចឲ្យយើងប្រើសម្រាប់នៅក្នុងការមកសរសេរជា campaign brief ឬក៏ជាយុទ្ធសាស្ត្រទីផ្សារមួយដែលយើងអាចចរចាជាមួយវាបានហើយបើសិនជាបងប្អូនមិនចង់ចំណាយលុយឬក៏ត្រូវការ agency ខ្ញុំគិតថាការនិយាយជាមួយ Claude គឺវាជួយដោះស្រាយបញ្ហារបស់អាជីវកម្មរបស់បងប្អូនច្រើនឧបករណ៍ទី5ឬក៏ tool ទី5ជា Eleven Lab វាជា tool AI មួយដែលអាចយក script របស់យើងទៅធ្វើជាសំឡេងបានហើយវាមាន character ឬក៏តួអង្គច្រើនដែលអាចឲ្យយើងជ្រើសរើសតាមបែបបទដែលយើងអាចធ្វើទៅរួចប៉ុន្តែ Eleven Lab ភាគច្រើនខ្ញុំដឹងថាវា support ទៅលើភាសាអង់គ្លេសច្រើនជាងខ្មែរហើយចំពោះ tool ទាំងនេះដែលសេរី copy voice ខ្ញុំឃើញថានៅខ្មែរយើងក៏មានដែរប៉ុន្តែខ្ញុំភ្លេចឈ្មោះហើយខ្ញុំអាចដាក់នៅលើ screen បើសិនជាខ្ញុំនឹកឃើញដែលបងប្អូនខ្មែរយើងគឺបានបង្កើតវាមកហើយអាចឲ្យវា clone voice របស់យើងធ្វើជាសលេងមួយដែលអាចដាក់នៅលើវីដេអូហ្នឹងដោយយើងអត់ចាំបាច់ចេញមុខឬក៏យើង record ទេយើងគ្រាន់តែ copy អក្សរហ្នឹងហើយដាក់ចូលទៅវានឹង generate ឲ្យទី6គឺ Notion AI គឺយើងអាចប្រើសម្រាប់ឲ្យវារៀបចំតារាង content យើងល្អណាស់ហើយអាចកំណត់ជាថ្ងៃបានបើសិនជាមួយខែគឺយើងអាចប្រើវាស្រួលតែថាថ្ងៃណាគឺយើងត្រូវធ្វើអីគឺវា perfect tool ទី7គឺជា Image AI បើសិនជាបងប្អូនគឺជាអ្នកធ្វើ storytelling ជាអ្នកចង់រៀបចំ storyboard មួយដែលល្អឥតខ្ចោះគឺ Image AI គឺវាដើរតួនាទីនេះវាអាចឲ្យបងប្អូនគឺ generate នៅ storyboard មួយដែលមានភាពល្អឥតខ្ចោះគ្រាន់តែបងប្អូនគឺប្រាប់វាថាបងប្អូនគឺចង់ធ្វើអីឲ្យប្រកប detail បន្តិចគឺយើងអាចឲ្យវាធ្វើបានបច្ចុប្បន្ន creator នៅខ្មែរភាគច្រើនម្នាក់គឺតែងតែប៉ះពាល់ឬក៏ប្រើប្រព័ន្ធ AI ហើយមិនថានៅក្នុង7ចំណុចដែលយើងនិយាយឬក៏ក្រៅពីនឹងទេវាអាចប្រើដើម្បីជួយកាត់បន្ថយពេលវេលាដែលយើងផលិតវីដេអូអាចឲ្យបងប្អូនគឺសល់ពេលផ្សេងឬក៏ creator គាត់សល់ពេលផ្សេងទៅធ្វើអីផ្សេងទៀតដូចជាទៅហៅ brand deal ស្វែងយល់ពីរបៀបនៅក្នុងការធ្វើ content ថ្មីឬគាត់អាចផុស content មួយថ្ងៃ 2-3 វីដេអូទៅរួចដោយសារតែពេលវេលានៃការផលិតវីដេអូមួយគឺបានកាត់បន្ថយបើសិនជាសល់ពេលផ្សេងទៀតគាត់អាចទៅសិក្សាពី campaign ដែលគេផុសដូចនៅលើ influencer យើងគាត់អាចទៅ submit campaign ទាំងអស់នោះហើយយកការងារមកធ្វើ
បើទោះបីជាគាត់អត់យល់ពី campaign ហ្នឹងក៏ដោយគាត់អាចយក description របស់ campaign ហ្នឹងយកវាមកជជែកជាមួយ AI ដែលយើងបាននិយាយគ្នាគាត់អាចស្វែងយល់ពី topic ទាំងនោះលឿនហើយអាចបំលែងវាទៅជាចំណូលមួយផ្នែកទៀតបើសិនជាគាត់សល់ពេលច្រើនត្រង់នេះគេហៅវានៅក្នុងពាក្យមួយថា work smarter not harder យើងប្រើ AI ដើម្បីជួយការងារយើងឲ្យធ្វើវាប្រសើរជាងមុនយើងឆ្លាតជាងមុនចឹងត្រង់នេះបានបង្ហាញថាការប្រើ AI គឺវាអាចបង្កើនល្បឿននៃការផលិតហើយបងប្អូនអាចប្រើប្រាស់ platform ផ្សេងទៀតដើម្បីស្វែងរក brand deal ទៅរៀនអីថ្មីនៅក្នុងពេលតែមួយបានដូចជាប្រើ platform យើងដើម្បីផុសជា gig listing service ខ្លួនឯងស្វែងយល់ពី ad review ស្វែងយល់ពី shout out ad របៀបនៅក្នុងការធ្វើ ad ហើយទៅ service ខ្លួនឯងមួយឲ្យល្អឥតខ្ចោះយើងអាចរក brand deal បានទាំងពេលដែលយើងអាចផលិតវីដេអូ consistent ផុសនៅលើ YouTube ទៀតចឹងបើសិនជាចង់ឲ្យ brand ស្វែងរកឃើញបងប្អូនរបស់គ្នាបងប្អូនអាចចូលទៅ set up ជា profile នៅលើ Infludo យើងឬក៏ contact មកពួកយើងដើម្បីទទួលបានព័ត៌មានបន្ថែម